បុរសចាស់នេះមានកូនប្រុស3ពេលកូនប្រុសទាំងអស់បានធំឡើងអាហារនៅផ្ទះក៏មិនអាចគ្រប់គ្រាន់បានទេដូច្នេះបុរសចាស់បានអនុញ្ញាតឲ្យពួកគេធ្វើការបានហើយបានស្នើឲ្យពួកគេមកវិញនៅពេលបុណ្យចូលឆ្នាំនាំឲ្យថ្មីមួយសំណុំមកកូនប្រុស3នាក់ក៏យពាក្យហើយបានចាប់ផ្ដើមស្វែងរកការងារយ៉ាងរហ័សដើមឈើធំនៅច្រកភូមិគឺកន្លែងពួកគេសន្យាជួបគ្នាវិញដើម្បីទទួលបានផលបងប្អូន3នាក់បានរកផ្លូវខុសពីគ្នាហើយបានចេញទៅតាមផ្លូវផ្សេងគ្នាប៉ុន្តែប្អូនក្មេងម៉ាតេងពេលបានដើរចូលទៅក្នុងព្រៃបានជួបនឹងកង្កែបមួយម៉ាតេងគិតថាកង្កែបនេះអាចនិយាយបានដូច្នេះការរកប្រាក់គឺគ្រាន់តែគ្មានបញ្ហាដូច្នេះគេបានយល់ព្រមធ្វើការនេះនៅក្នុងថ្ងៃក្រោយម៉ាតេងបានធ្វើការយ៉ាងខិតខំកាត់ឈើនិងបំបែកឈើខណៈដែលកង្កែបដែលជាម្ចាស់ក៏នៅក្នុងស្រះក៏នៅជាមួយមួយឆ្នាំបានកន្លងទៅយ៉ាងឆាប់រហ័សម្ចាស់កង្កែបបានចាប់អារម្មណ៍ទៅកាន់ការងាររបស់ការបង្ហាញអារម្មណ៍មានសរសើរអាចជាការឆ្លើយតបដូច្នេះនាំគាត់ទៅឃ្លាំងក្រោមដីហើយអនុញ្ញាតឲ្យគាត់ជ្រើសរើសសម្លៀកបំពាក់មួយដែលគាត់ចូលចិត្តនៅក្រោមដើមឈើធំនៅចំណុចភូមិបងប្អូន3នាក់បានជួបគ្នាម្ដងទៀតនៅពេលដែលបានដឹងថាម៉ាត់កំពុងធ្វើការជាមួយកង្កែប2នាក់ភ្លាមបានសើចយ៉ាងសប្បាយប៉ុន្តែពេលម៉ាត់បង្ហាញសម្លៀកបំពាក់នោះពេលនោះមុខរបស់ពួកគេប្រែប្រួលនៅតែមានតែការអស់អារម្មណ៍ទើបបញ្ចប់ឆ្នាំឪពុកចាស់បានបន្តជំរុញឲ្យពួកគេចេញទៅធ្វើការទៀតហើយបានទាមទារឲ្យយកស្រាក្រហមមួយដបមកវិញបងប្អូន3នាក់បានលាគ្នាដើមឈើធំសន្យាថាថ្មីនៅក្រោមដើមឈើក្នុងឆ្នាំក្រោយម៉ាត់បានត្រឡប់មកវិញទៅកាន់ម្ចាស់កង្កែបពីព្រោះប្រាក់ខែឆ្នាំមុនមានការព្រមព្រៀងដូច្នេះឆ្នាំនេះគ្រាន់តែមិនអាចខ្វះបានទេដូច្នេះនៅក្នុងការងាររបស់ម្ចាស់កង្កែបកាត់ឈើមួយឆ្នាំទៀតមុននឹងចាក់ចេញម្ចាស់កង្កែបបានផ្ដល់ឲ្យគាត់ដបស្រាចេញម្ចាស់កង្កែបបានអញ្ជើញឲ្យគាត់មួយដបស្រាហើយអញ្ជើញឲ្យគាត់ទៅកាន់ហាងស្រាក្រហមឆ្នាំ82ច្រកយកបានដល់ពេលកំណត់បងប្អូន3នាក់បានជួបគ្នាថ្មីម្ដងទៀតបង2នាក់បានយកស្រាដែលពេញធុងប៉ុន្តែពេលឃើញម៉ាតេងយកដបស្រាពេលនោះមិនអាចទប់ខ្លួនបាននឹងអាក្រក់ឡើងដបតូចអាចបំពេញស្រាប៉ុន្មានសូម្បីតែពេលមិនយូរប៉ុន្មានមុខរបស់ពួកគេបានផ្លាស់ប្ដូរព្រោះពួកគេបានរកឃើញថាស្រាក្រហមក្នុងដបមិនថាមានលុយក៏មិនអាចទិញបានទំនាក់ទំនងរវាងបងប្អូនទាំងអស់បានធ្លាក់ចុះទៅកម្រិតអាក្រក់រិភោគស្រាក្រហមជុំគ្នាបានបញ្ចេញការចងចាំឲ្យពួកគេរត់ទៅផ្លូវយ៉ាងច្បាស់កិច្ចការនេះធ្វើឲ្យមានការលំបាកជាង2ដងមុននៅតែដូចមុនចែកផ្លូវ3ចេញពីគ្នាម៉ាតេងបានទៅរកកង្កែបប៉ុន្តែម្ចាស់កង្កែបបានបង្ហាញថាការងារនេះឆ្នាំនេះមិនងាយស្រួលដូចមុនទេគឺកាត់ឈើ10ដងហើយត្រូវតែសង់ឈើខ្លងឡើងលើ1ម៉ែត្រល្អណាស់ដែលម៉ាតេងគ្រប់គ្រាន់ចុងក្រោយគាត់បានបញ្ចប់ការងារដែលម្ចាស់កង្កែបបានកំណត់មុនចុងឆ្នាំកង្កែបបានផ្ដល់ឲ្យគាត់មួយការងារមួយធំបន្ទាប់មកឲ្យគាត់យកខ្លួនឯងដាក់លើឈើកាត់ទោះបីជាម៉ាទីនមានការសង្ស័យតែគាត់ក៏ធ្វើតាមការទាមទាររបស់ម្ចាស់បន្ទាប់មកបើមានកង្កែបផ្សេងថាឲ្យម៉ាទីនរុញពួកគេចូលភ្លើងដែរហើយអ្នកត្រូវការមានការសង្ស័យមិនយល់សម្ដីកង្កែបម៉ាឌីងមានការព្រួយបារម្ភខ្លាំងសង្ឃឹមថាម្ចាស់គុំលេងភ្លើងយ៉ាងហោចណាស់ម្ចាស់បានឆ្លើយថាបន្ទាប់ពីនេះមិនមាននរណាដល់ប្រាក់ខែទេប៉ុន្តែដោយការទាមទារខ្លាំងរបស់កង្កែបម៉ាឌីងចុងក្រោយក៏យល់ព្រមរបស់ម្ចាស់នឹងចាប់ផ្ដើមអុជភ្លើងយ៉ាងឆាប់ហើយមានកង្កែបជាច្រើនចេញមកម៉ាឌីងក៏មិនយឺតដាក់ពួកវាចូលក្នុងភ្លើងបានធ្វើការយូរពេញមួយយប់ភ្លើងបានឈប់ពេញមួយយប់ចុងក្រោយនៅតែសល់តែជាតិធូលីក្នុងការនេះម៉ាឌីងក៏មានអារម្មណ៍ខុសឆ្គងមិនដឹងថាគាត់បានធ្វើខុសឬទេក្នុងក្តីសុបិននោះមានពីមានក្រមុំស្អាតបានកើតឡើងវិញពីភ្លើងបានបំលែងជារស្មីនៃព្រះនាងមួយហើយពេលម៉ាឌីនភ្ញាក់អ្វីបានคล้ายជាការពិតដើមឡើយគុំព្រះស្រីនិងអ្នកបម្រើរបស់នាងត្រូវបានគេដាក់បណ្ដាសាមានតែរកឃើញមនុស្សម្នាក់ដែរល្អនឹងមានការស្ដាប់ព្រះនាងនិងអនុវត្តតាមគំនិតរបស់នាងទើបបណ្ដោះសារឲ្យដោះបានមានអារម្មណ៍រំភើបបេះដូងជាក់ស្ដែងគេគឺជាអ្នកដែលអាចដោះស្រាយបណ្ដាសាហើយព្រះនាងក៏មានចិត្តស្រឡាញ់ម៉ាត់ផងដែរបងប្អូន2នាក់បានឃើញម៉ាត់នាំព្រះនាងស្រស់ស្អាតប៉ុន្តែពួកគេក៏បាននាំប្រពន្ធមករៀងខ្លួនប៉ុន្តែម៉ាត់គឺជាប្អូនប្រុសល្អបានផ្ដល់បាវប្រាក់មួយចំនួនទៅឲ្យពួកគេមានការអៀនខ្មាស់បន្ទាប់មកម៉ាត់បានយកឪពុករបស់គេត្រឡប់ទៅនៅសោយសុខក្នុងវិមានទៅឲ្យសូមអរគុណដែលបានទស្សនាសូមជួយ follow ម្នាក់មួយឲ្យបេដងម្នាក់មួយឲ្យ admin មានកម្លាំងចិត្តធ្វើទៀត